សួស្តីអ្នកទាំងអស់គ្នាមាននឹកមុខម្ហូបប្រចាំសប្តាហ៍របស់អ្នកគ្រូនារីអត់តោះកុំឲ្យខាតពេលមកមើលពីមុខម្ហូបនៅថ្ងៃនេះវិញនោះគឺបង្គាបំពងស្លឹកខ្ទឹមដំបូងឡើយយើងត្រូវយកបង្គារបស់យើងនឹងកាត់ក្បាលចេញសិនបន្ទាប់មកទៀតយើងបកសំបកវាឲ្យស្អាតបង្គាគឺជាគ្រឿងសមុទ្រដ៏ពេញនិយមខ្លាំងដោយសារតែរសជាតិដ៏ឆ្ងាញ់របស់វាគ្រឿងសមុទ្រប្រភេទនេះគឺវាផ្ទុកទៅដោយវីតាមីនដែលល្អប្រសើរបំផុតសម្រាប់សុខភាពរបស់យើងដាក់ម្សៅស៊ុបបន្តិចម្រេចបន្តិចហើយប្រឡាក់វាទុកមួយឡែកសិនយើងយកស្លឹកខ្ទឹមយកមកហាន់ឲ្យល្អិតហើយដាក់ក្នុងចានបន្ទាប់មកទៀតយើងគោះពងមាន់របស់យើងចូលដាក់ម្សៅបំពងប្រេងបន្តិចហើយកូរឲ្យសព្វចូលគ្នាចាអ្វីត្បិតតែបង្គារបស់យើងហ្នឹងមានជាតិកូលេស្តេរ៉ុលខ្ពស់ប៉ុន្តែវាក៏មាននៅអាស៊ីតខ្លាញ់អូមេហ្គា3ដែលមានផលប្រយោជន៍សម្រាប់សុខភាពបេះដូងនិងកាត់បន្ថយការរលាកក្នុងរាងកាយដូចគ្នាបន្ទាប់មកទៀតចាំយើងដាក់បង្គាចូលហើយបើងាកមកមើលពីស្លឹកខ្ទឹមរបស់យើងវិញគឺវាផ្ទុកទៅដោយវីតាមីនសារធាតុរ៉ែដូចជាកាល់ស្យូមនិងម៉ង់ហ្កាណេសដែលជួយទៅដល់សុខភាពទូទៅនិងមុខងារប្រព័ន្ធភាពស៊ាំហើយយើងចាប់ផ្ដើមបើកភ្លើងដាក់ខ្ទះរបស់យើងឲ្យក្តៅហើយចាំចាក់ប្រេងចូលទុកឲ្យក្តៅបន្តិចហើយបានយើងដាក់បង្គាយើងចូលប៉ុន្តែអាសាប្រែបង្គាផងណាដើម្បីឲ្យបង្គារបស់យើងបានឆ្អិនល្អរួចរាល់ហើយមុខម្ហូបបង្គាបំពងជាមួយស្លឹកខ្ទឹមវាគឺជាអាហារដ៏ឈ្ងុយឆ្ងាញ់ផ្ដល់នូវប្រភពប្រូតេអ៊ីនគ្មានខ្លាញ់និងសារធាតុចិញ្ចឹមសំខាន់ៗដែលធ្វើឲ្យវាក្លាយទៅជាជម្រើសដ៏ល្អសម្រាប់របបអាហារប្រកបដោយតុល្យភាពនិងសុខភាពល្អអញ្ចឹងចុងសប្តាហ៍នេះកុំភ្លេចណាសាកល្បងធ្វើញ៉ាំធានាថាកូនៗគឺឆ្ងាញ់ដល់លិតដៃតែម្ដង